ចឹងតមកទៀតយើងសិក្សាអំពីមង្គលទាំង38ប្រការអញ្ចឹងនៅក្នុងសម័យមួយមានអាចារ្យទាំងឡាយ3រូបក៏ធ្វើការសាកសួរអំពីធម៌នេះផ្សេងដល់គ្នានឹងគ្នាក៏សាកសួរអស់រយៈពេលជាច្រើនទៅក៏ដល់នៅមង្គលថាតើហេតុអ្វីតើមង្គលគឺជាអ្វីដល់ទៅពេលអញ្ចឹងទៅមានអ្នកខ្លះឆ្លើយការឃើញនេះឃើញនោះគឺជាមង្គលឃើញរបស់ល្អឃើញរបស់ស្អាតឃើញគោឃើញស្រែឃើញអំកាយហ្នឹងឲ្យតែរបស់ស្អាតគឺថាជាមង្គលហើយអាចារ្យខ្លះទៀតថាការភ្លក់ការដឹងនៅរសជាតិហ្នឹងគឺជាមង្គលការភ្លក់នៅរសជាតិឆ្ងាញ់ផ្អែមពិសាប្រៃសាបអីនោះគឺជាមង្គលនឹងឯងហើយអាចារ្យមួយទៀតនោះថាការឃើញនឹងឯងគឺជាមង្គលអញ្ចឹងក៏មិនអាចបញ្ជាក់បានថារបស់ទាំង3ហ្នឹងសុទ្ធតែជាមង្គលនោះទេអញ្ចឹងនាំគ្នាផ្អើលអញ្ចឹងម្នាក់បដិសេធថាអ្នកនេះជឿទៅលើការក្លិនគឺជាមង្គលម្នាក់ជឿទៅលើការស្ដាប់គឺជាមង្គលម្នាក់ទៀតក៏ជឿទៅលើការឃើញគឺជាមង្គលសូម្បីតែមនុស្សនិងទេវតាជាច្រើនក៏មានការប្រឆាំងមានការមិនយល់ស្របជាមួយនឹងគំនិតរបស់អាចារ្យផ្សេងហ្នឹងទេវតាខ្លះពេញចិត្តខាងអាចារ្យសុទ្ធទៅគឺទៅជឿខាងអាចារ្យសុទ្ធខាងការស្ដាប់ទេវតាខ្លះក៏ជឿទៅលើការភ្លក់នៅរសជាតិឆ្ងាញ់ក៏ទៅជឿតាមអាចារ្យបែបហ្នឹងទៅទេវតាខ្លះទៀតយល់ថាការឃើញនៅរូបភាពស្អាតក៏ទៅជឿខាងអាចារ្យឃើញហ្នឹងទៅអញ្ចឹងក៏មិនអាចបញ្ជាក់បានថាមង្គលនឹងគឺជាអ្វីដែររហូតដល់មានការទូសួររហូតដល់ឋានអគនិតព្រហ្មនឹងក៏មិនអាចដើម្បីនឹងដឹងថាមង្គលនឹងគឺជាអ្វីដែរអញ្ចឹងទៅក៏អគនិតព្រហ្មនឹងក៏បានប្រាប់ថាមនាលទេវតាទាំងឡាយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងក្នុងលោកហើយចូលអ្នកទាំងឡាយទៅទូសួរអំពីព្រះសម្មាសម្ពុទ្ធចោះមនុស្សនិងទេវតាទាំងឡាយក៏ចុះទៅក្នុងវត្តជេតពុនដោយផ្ទាល់ប៉ុន្តែដោយឡែកថាវត្តជេតពុនហ្នឹងគឺមានទីធ្លាហ្នឹងគឺតូចខ្លាំងមែនតើទេវតាហ្នឹងមិនអាចដើម្បីនឹងនិមិត្តខ្លួនទៅបានអញ្ចឹងក៏ចាត់ទេវតាមួយអង្គមកទូសួរព្រះអង្គប៉ុន្តែនៅក្នុងគម្ពីរខ្លះទៀតដូចជាគម្ពីរមង្គលសូត្រអីហ្នឹងគឺថាគឺព្រះអង្គគឺនៅក្នុងគម្ពីរហ្នឹងគឺលោកសរសេរថាមានទេវតាខ្លះ10កន្លែងខ្លះ10កន្លែងខ្លះ20កន្លែងខ្លះ30កន្លែងខ្លះ40រហូតកន្លែងខ្លះ50កន្លែងខ្លះ100គឺពីពេញនៅក្នុងវត្តជេតពុននឹងឯងធ្វើឲ្យវត្តជេតពុននឹងឯងគឺជុំវិញពោពេញទៅដោយទេវតាទាំងឡាយដ៏ច្រើនសន្ធឹងធាប់អញ្ចឹងនៅក្នុងនោះទេវតាក៏បានទៅដល់វត្តជេតពុនទៅក៏ទូសួរបបិទ្ធព្រះអង្គដ៏ចម្រើនតើអ្វីទៅគឺជាមង្គល38ប្រការដោយមានបទថាអេវមេសូតាំងអេកាំងសមយ៉ាងភគវាសាវត្តយ៉ាងអីអញ្ចឹងជាដើមនឹងឯងអញ្ចឹងទៅក៏ព្រះសម្មាសម្ពុទ្ធក៏តបពាក្យទេវតាថាមានបទថាពហុទេវាមនុស្សាចមង្គលានអចិន្តយងអីជាដើមនឹងឯងអញ្ចឹងហើយគឺមង្គល38ប្រការហ្នឹងមានដូចចែងនៅក្នុងមង្គលសូត្រទី1គឺកិរិយាមិនសេពគប់នៅបុគ្គលពាលទាំងឡាយមួយគឺជាមង្គលដ៏ឧត្តមកិរិយាសេពគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយគឺជាមង្គលដ៏ឧត្តមទី3កិរិយាបូជាចំពោះបុគ្គលដែលគួរបូជាមួយជាមង្គលដ៏ឧត្តមទាំង3នេះគឺជាមង្គលដ៏ឧត្តមទី4កិរិយារស់នៅក្នុងប្រទេសដែលសមគួរគឺជាមង្គលដ៏ឧត្តមទី5ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកក្នុងការមិនមួយជាបុគ្គលជាមង្គលដ៏ឧត្តមទី7ភាវៈនៃបុគ្គលបានស្ដាប់បានរៀនសូត្រចេះដឹងច្រើនមួយជាមង្គលដ៏ឧត្តមទី8សេចក្តីស្លៀស្លាស់ប៉ិនប្រសពក្នុងសិល្បៈទាំងពួងគឺជាមង្គលដ៏ឧត្តមវិន័យដែលបុគ្គលសិក្សាហើយគឺជាមង្គលដ៏ឧត្តមវាចាដែលបុគ្គលពោលដោយប្រពៃគឺជាមង្គលដ៏ឧត្តមកិរិយាចម្រើន
ទំនប់បំរុងមេត្តាកិរិយាបម្រើទំនប់បំរុងមេត្តាបិតាគឺជាមង្គលដ៏ឧត្តមកិរិយាបម្រើទំនប់បំរុងមេត្តាបិតាគឺជាមង្គលដ៏ឧត្តមកិរិយាសង្គ្រោះបុត្រនិងភរិយាគឺជាមង្គលដ៏ឧត្តមការងារទាំងឡាយដែលមិនច្បោកច្បល់ជាមង្គលដ៏ឧត្តមកិរិយាបរិច្ចាគនៅទានគឺជាមង្គលដ៏ឧត្តមកិរិយាសង្គ្រោះដល់ញាតិទាំងឡាយជាមង្គលដ៏ឧត្តមកិរិយាប្រកបការងារទាំងឡាយដែលមានទោសជាមង្គលដ៏ឧត្តមកិរិយាមិនត្រេកអរក្នុងបាបនិងការវាចាកបាបជាមង្គលដ៏ឧត្តមសេចក្តីសង្រួមចាកបាបផឹកនៅទឹកស្រវឹងគឺមជ្ជបាណាសញ្ញមោនឹងគឺជាមង្គលដ៏ឧត្តមការមិនប្រមាទក្នុងធម៌ទាំងឡាយជាមង្គលដ៏ឧត្តមកិរិយាគោរពចំពោះបុគ្គលដែលគួរគោរពជាមង្គលដ៏ឧត្តមកិរិយាប្រព្រឹត្តបន្ទោបង់ខ្លួនជាមង្គលដ៏ឧត្តមកិរិយាសន្តោសត្រេកអរចំពោះរបស់ដែលមានជាមង្គលដ៏ឧត្តមភាវៈអ្នកដឹងឧបការៈគុណដែលអ្នកដទៃធ្វើដល់ខ្លួនជាមង្គលដ៏ឧត្តមកិរិយាស្ដាប់នៅធម៌តាមកាលជាមង្គលដ៏ឧត្តមសេចក្តីអត់ធ្មត់ខន្តីជាមង្គលដ៏ឧត្តមភាវៈនៃបុគ្គលបានទូន្មានដោយឡងងាយមួយជាមង្គលដ៏ឧត្តមកិរិយាបានឃើញបានជួបនៅសមណៈទាំងឡាយដែលមានឥន្ទ្រីស្ងប់រងាប់ហើយជាមង្គលដ៏ឧត្តមកិរិយាសន្តានាសួរនៅធម៌តាមកាលជាមង្គលដ៏ឧត្តមកិរិយាព្យាយាមដុតបាបជាមង្គលដ៏ឧត្តមកិរិយាប្រព្រឹត្តនៅធម៌ដ៏ប្រសើរជាមង្គលដ៏ឧត្តមកិរិយាឃើញនៅអរិយសច្ចៈជាមង្គលដ៏ឧត្តមកិរិយាធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វានដ៏ខ្ពង់ខ្ពស់ជាមង្គលដ៏ឧត្តមចិត្តនៃបុគ្គលបានមិនញាប់ញ័រនៅដោយធម៌ជាមង្គលដ៏ឧត្តមចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ជាមង្គលដ៏ឧត្តមចិត្តដ៏បរិសុទ្ធស្អាតចាកកិលេសជាមង្គលដ៏ឧត្តមចិត្តរក្សាក្សេមក្សាន្តជាមង្គលដ៏ឧត្តមអញ្ចឹងនៅពេលដែលព្រះអង្គសម្ដែងតកតងជាមួយនឹងមង្គលសូត្រទាំងឡាយ38ប្រការដូចបានលើកឡើងខាងនេះគឺជាមង្គលដ៏ឧត្តមអញ្ចឹងទេវតាបានដឹងរឿងរ៉ាវតកតងជាមួយនឹងមង្គលទាំងឡាយ38ប្រការអញ្ចឹងនៅក្នុងមង្គល33ប្រការនឹងឯងគឺព្រះអង្គបានបញ្ជាក់ថាទី1នឹងឯងគឺអសេវនាចពាលានំបណ្ណតានញ្ញសេវនាពោជាចពោចនយានំអេតមង្គលមតមង្គកិរិយាមិនខ្សែគប់នៅបុគ្គលពាលគឺជាមង្គលដ៏ឧត្តមកិរិយាបូជាចំពោះបុគ្គលដែលគួរបូជាមង្គលដ៏ឧត្តមអញ្ចឹងទាំង3ហ្នឹងគឺជាមង្គលដ៏ឧត្តមទី1គឺកិរិយាមិនខ្សែគប់នៅបុគ្គលពាលតួយ៉ាងការខ្សែគប់នៅបុគ្គលពាលនៅក្នុងโลกយើងនេះគឺបើកាលណាដែលយើងខ្សែគប់នៅមនុស្សល្អទៅក៏ជួបនៅរឿងល្អជួបនៅសេចក្តីល្អជាច្រើននៅក្នុងជីវិតរបស់យើងតែកាលណាយើងខ្សែគប់នៅបុគ្គលដែលមិនល្អទៅគឺវានាំមកនៅទុក្ខទោសនៅក្នុងរាងកាយរបស់យើងក្នុងខ្លួនប្រាណចិត្តរបស់យើងនឹងឯងតួយ៉ាងដូចជាភិក្ខុទេវទត្តគឺជាមនុស្សមិនល្អគឺជាការខ្សែគប់នៅបុគ្គលបែបហ្នឹងគឺនាំមកនៅរឿងលំបាកគ្រប់យ៉ាងដល់រាងកាយរបស់យើងដល់ចិត្តរបស់យើងដោយជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាបើសិនជាលោកនឹងមានតែភិក្ខុទេវទត្តមួយក៏ព្រះអង្គមិនខ្សែគប់នៅភិក្ខុទេវទត្តនោះដែរព្រោះថាភិក្ខុទេវទត្តនេះនឹងនាំយើងទៅរកនៅរឿងមិនល្អទៅរកនៅអំពើមិនល្អផ្សេងធ្វើឲ្យបាត់បង់នៅគុណធម៌បាត់បង់នៅសេចក្តីល្អបាត់បង់នៅការចរិយាល្អរបស់យើងនឹងឯងអញ្ចឹងគឺព្រះអង្គមិនខ្សែគប់នៅបុគ្គលបែបនោះឡើយទី2ការបូជាចំពោះបុគ្គលដែលគួរបូជាបុគ្គលដែលគួរបូជាក្នុងទីនេះគឺសំដៅទៅដល់មេដាបិតាឪពុកម្ដាយបងប្អូនញាតិជីដូនជីតាគ្រូអាចារ្យព្រះសង្ឃបព្វជិតផ្សេងដែលជាអ្នកទ្រទ្រង់នៅធម៌ទ្រទ្រង់នៅព្រះវិន័យអីជាដើមហ្នឹងគឺជាបុគ្គលដែលគួរបូជាហើយចំណែកទី3គឺ